ថ្លើមជាស្ត្រីដ៏សំខាន់នៅក្នុងរាងកាយមនុស្សដែលមានតួនាទីក្នុងការរំលាយអាហារដកជាតិពុលនិងរក្សាទុកថាមពលការបរិភោគបន្លែនិងផ្លែឈើដែលល្អឲ្យថ្លើមអាចជួយពង្រឹងសុខភាពថ្លើមនិងជួយឲ្យវាដំណើរការបានល្អខាងក្រោមនេះជាបន្លែនិងផ្លែឈើខ្លះដែលល្អសម្រាប់ថ្លើម 1. បន្លែពណ៌បៃតង ប្រូកូលីមានសារធាតុ glucosinolate ដែលជួយបង្កើន enzymes បំបត្តិជាតិពុលនៅក្នុងថ្លើម សាឡាត់និង spinach មាន chlorophyll ដែលជួយកាត់បន្ថយជាតិពុលក្នុងរាងកាយ Spinach មាន glutathione ដែលជួយឲ្យថ្លើមដំណើរការបានល្អ 2. ផ្លែឈើដែលមានជាតិអង់ទីអុកស៊ីដង់ ផ្លែពើមានជាតិអង់ទីអុកស៊ីដង់និង vitamin C ដែលជួយកាត់បន្ថយការរលាកថ្លើម ផ្លែក្រូចនិងផ្លែឈើរីមាន vitamin C និងសារធាតុអង់ទីអុកស៊ីដង់ដែលជួយពង្រឹងប្រព័ន្ធបំបត្តិជាតិពុល ផ្លែទំពាំងបាយជូរមាន glutathione ដែលជួយសម្រកទម្ងន់ថ្លើមនិងកាត់បន្ថយការរលាក 3. បន្លែដែលមានស្បៃក្រៀម ខ្ទឹមបារាំងមាន olesin និង selenium ដែលជួយសម្រកបន្ទុកការងារថ្លើម ខ្ទឹមមានសារធាតុដែលជួយដំណើរការបំបត្តិជាតិពុល 4. បន្លែដែលមានជាតិ beta carotene ការ៉ុតមាន beta carotene និង flavonoids ដែលជួយពង្រឹងមុខងារថ្លើម ល្ពៅមានជាតិអង់ទីអុកស៊ីដង់និងវីតាមីនដែលល្អឲ្យថ្លើម 5. បន្លែដែលមានជាតិ sulfur ខ្ទឹមជួយបង្កើន enzymes បំបត្តិជាតិពុល ខ្ទឹមធំមានសារធាតុដែលជួយសម្រកការរលាកថ្លើម 5. ផ្លែឈើផ្សេងទៀត ផ្លែលឹកមាន glutathione និង lycopene ដែលជួយថ្លើមដំណើរការបានល្អ ផ្លែប៉ោមមាន pectin ដែលជួយធ្វើឲ្យថ្លើមសម្រកបន្ទុកការងារបំបត្តិជាតិពុល ការណែនាំបន្ថែម ផឹកទឹកឲ្យបានគ្រប់គ្រាន់ជួយថ្លើមដំណើរការបានល្អ កាត់បន្ថយអាហារមានជាតិខ្លាញ់និងស្ករដើម្បីកាត់បន្ថយបន្ទុកថ្លើម ជៀសវាងភេសជ្ជៈមានអាកូចនិងជាតិពុលផ្សេងដើម្បីការពារថ្លើមមិនឲ្យធ្ងន់ធ្ងរ ការបរិភោគបន្លែនិងផ្លែឈើទាំងនេះជាទៀងទាត់អាចជួយពង្រឹងសុខភាពថ្លើមនិងកាត់បន្ថយហានិភ័យនៃជំងឺថ្លើមតែអ្នកគួរតែប្រុងប្រយ័ត្នផងដែរប្រសិនបើអ្នកមានជំងឺថ្លើមឬកំពុងជំងឺផ្សេងគួរពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្តូររបបអាហារ